សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងខ្លីៗរឿងបេះដូងអ្នកក្រប៉ុន្តែមុននឹងបន្តសាច់រឿងរបស់យើង admin សូមរំលឹកពាក្យមុនបន្តិចកាត់ចូលមកដល់យប់ឡើងសុផាតបន្ទាប់ពីបានលេខទូរស័ព្ទរបស់វ៉ាន់ពីមីងភីហើយទម្រាំតែដាច់ចិត្តទេទៅគឺស្ទាក់ស្ទើរខ្លាំងមែនតើចុងក្រោយក៏ដាច់ចិត្តទេទៅហើយវ៉ាន់ក៏បានលើកនៅពេលហ្នឹងសុផាតភ័យផងអបផងអញ្ចឹងណានៅពេលហ្នឹងពួកគេក៏បាននិយាយសួរសុខទុក្ខគ្នាបែបលក្ខណៈថានឹកគ្នាខ្លាំងណាស់អ្នកទាំងអស់គ្នាជាពិសេសគឺសុផាតនឹកវ៉ាន់ខ្លាំងមែនតើតែឥឡូវកុំឲ្យខាត់ពេលយូរយើងចូលពីបន្តតែម្ដងយើងក៏លេចមកមើលមីងឌឿនវិញឃើញថាបន្ទាប់ពីបាននិយាយដើមគ្នាជាមួយនឹងមីងច័ន្ទរួចហើយគាត់ក៏បាននាំរឿងហ្នឹងមកប្រាប់ពូមឿនភ្លាមៗតែម្ដងដោយគាត់បានប្រាប់ពូមឿនថានីដែនបានប្រាប់មកមួយរយៈធំនេះគឺមិនដែលឃើញកែវហ្នឹងទៅចំការនោះទេហើយបើតាមរយៈមីងច័ន្ទបានប្រាប់គឺកែវហ្នឹងបានចេញចូលផ្ទះរបស់នីវ៉ារហូតគាត់ក៏បាននិយាយចាក់អុចថែមទៀតថាខ្លួនជាស្រីបើចេញចូលផ្ទះប្រុសញឹកបែបនេះដូចជាមិនល្អទេខ្ញុំខ្លាចតែមានគេនិយាយដើមទេលោកបងនៅពេលហ្នឹងពូមឿនគាត់ក៏បានតបភ្លាមៗវិញថានៅក្នុងភូមិនេះអ្នកដែលពូកែនិយាយដើមគេគឺមីងច័ន្ទហើយម្នាក់ទៀតនោះគឺមីងឌឿននឹងឯងបើអ្នកឌឿនឯងហើយនឹងមីងច័ន្ទមិននិយាយក៏គ្មានអ្នកណាដឹងដែរនៅពេលហ្នឹងពូមឿនរៀងខឹងកែវដែរអ្នកទាំងអស់គ្នាងាកមកមើលមីងច័ន្ទវិញនៅពេលហ្នឹងគាត់កំពុងតែដើរផ្សារហើយក៏បានប៉ះគ្នាជាមួយនឹងមីងភីហើយក៏បានឈប់និយាយសោកសៀតគ្នាទៀតផងដោយមីងភីហ្នឹងបានសួរសុខទុក្ខទៅមីងច័ន្ទធម្មតាទេនៅពេលដែលមីងច័ន្ទឆ្លើយតបមកវិញគឺបែបឌឺដងឌៀមដាមអញ្ចឹងណាដែលគាត់និយាយថាជីវិតគាត់គឺរលូនល្អមានកូនមានចៅមិនដូចជាអ្នកខ្លះទេមួយជីវិតរកប្តីមួយមិនបានផងនៅពេលហ្នឹងមីងភីក៏បាននិយាយឌឺដងទៅវិញថាដោយសារតែគាត់រកប្តីមិនបាននឹងហើយទើបគាត់គិតគូរពីអនាគតក្មួយស្រីរបស់គាត់ហើយគាត់ចង់បានក្មួយភាសាហ្នឹងគឺនៅក្នុងភូមិហ្នឹងតែម្ដងបើបានក្មួយភាសាជាគ្រូបង្រៀនទៀតនោះកាន់តែល្អនិយាយទៅមីងភីគឺថាឌឺសាហាវហ្មងណាទាំងអស់គ្នាកាត់ចូលមកដល់កែវវិញឃើញថានាងបានត្រឡប់មកផ្ទះវិញហើយពេលហ្នឹងពូមឿនគឺកំពុងតែស្ដីថាឲ្យនាងគឺគាត់បានហាមកែវហ្នឹងមិនឲ្យទៅជួបអាវ៉ាទៀតនោះទេកែវក៏បាននិយាយថាគេមើលឃើញវ៉ាមិនអាក្រក់ត្រង់ណាផងនៅពេលហ្នឹងពូមឿនក៏បានតបភ្លាមៗថាព្រោះតែវាក្រពីមុនវាស្រឡាញ់នួនឥឡូវហ្នឹងវាចង់ស្រឡាញ់កូនទៀតវាក្លេចក្លុចណាស់កែវក៏បានស្រែកដាក់ពុករបស់ខ្លួនឯងវិញថាវ៉ាមិនមែនក្រនោះទេគឺគេមានសមត្ថភាពហើយឈប់យកឈ្មោះរបស់បងនួនមកពាក់ព័ន្ធជាមួយនឹងវ៉ាទៀតព្រោះតែបងនួនគាត់មានគ្រួសារហើយពុកកែវក៏បាននិយាយបន្តទៀតថានាងនឹងមិនឈប់ទៅជួបវ៉ានោះទេគឺនាងជួបវ៉ារហូតព្រោះនាងធំហើយនាងចង់រាប់អានអ្នកណាដែលនាងចង់រាប់អាននៅពេលដែលនាងដើរចេញមកខាងក្រៅផ្ទះក៏បានជួបជាមួយនឹងមានដែលត្រៀមខ្លួនចេញទៅខាងក្រៅដែរអញ្ចឹងណានៅពេលហ្នឹងកែវក៏បាននិយាយប្រាប់នាងមានថាកុំអាសាដើរចេញខាងក្រៅពេកដោយសារតែមួយរយៈហ្នឹងគឺតាមិនសូវស្រួលខ្លួននោះទេនាងមានក៏បានមកជួបគូស្នេហ៍របស់ខ្លួននៅឯវាលស្រែហើយទឹកមុខរបស់គេក៏មិនសូវសប្បាយចិត្តនោះដែរក៏បាននិយាយរឿងរ៉ាវប្រាប់ទៅសង្សាររបស់គេអញ្ចឹងណាថាតារបស់គេហ្នឹងមួយរយៈហ្នឹងគឺមិនសូវសប្បាយចិត្តនោះទេលក្ខណៈថាអាការៈរបស់មនុស្សចាស់សុខភាពអត់សូវល្អហើយបាយវិញមិនសូវបាននោះទេហើយនៅពេលហ្នឹងនាងមានក៏បានសួរទៅសង្សាររបស់ខ្លួនថាអាហារបំពន់ដែលសង្សារខ្លួនហ្នឹងយកមកឲ្យខ្លួនប្រើលើកមុនហ្នឹងគេអាចយកឲ្យលោកតាប្រើបានអត់ក្រែងលោកគាត់សុខភាពរឹងមាំនិងល្អជាងមុនអញ្ចឹងទៅគ្រាន់តែលឺអញ្ចឹងម្នាក់ស្រីហ្នឹងក៏បានធ្វើមុខលក្ខណៈថាភ័យអញ្ចឹងណាមាននិយាយហ្នឹងប្រហែលជាចង់សំដៅទៅលើថ្នាំហ្នឹងអ្នកទាំងអស់គ្នាមិនដឹងថាថ្នាំនោះគឺជាថ្នាំអីទេដែលសង្សាររបស់ខ្លួនហ្នឹងយកមកឲ្យខ្លួនប្រើរហូតនៅពេលហ្នឹងម្នាក់ស្រីហ្នឹងក៏បាននិយាយថាអត់បានទេថ្នាំហ្នឹងគឺប្រើបានតែវ័យប្រហាក់បងនោះទេចំពោះមនុស្សចាស់ប្រើហើយវាអាចប្រតិកម្មអញ្ចឹងណាចំណែកឯកែវវិញឃើញថារត់ចេញពីផ្ទះហ្នឹងគឺមកផ្ទះរបស់វ៉ាហ្នឹងឯងមកដល់ឃើញវ៉ាកំពុងតែធ្វើជាកំប៉ុស្តអញ្ចឹងណានៅពេលហ្នឹងកែវក៏បានសុំនីវ៉ាហ្នឹងជួយធ្វើដែរហើយកំពុងតែរៀបនឹងធ្វើនោះទូរស័ព្ទរបស់វ៉ាក៏បានរោហើយវ៉ាក៏បានសុំកែវហ្នឹងទៅនិយាយទូរស័ព្ទបន្តិចចំណែកឯខ្សែភ្នែករបស់កែវវិញគឺថាតាមមើលគេមិនដាក់ភ្នែកសោះកាត់ចូលមកដល់វ៉ាដដាឃើញថានៅពេលហ្នឹងគឺគេកំពុងតែជិះកង់ហើយក៏បានប៉ះគ្នាជាមួយនឹងឡានណាអ្នកទាំងអស់គ្នាឡានហ្នឹងមិនដឹងថាជាឡានអ្នកណាគេទេមើលទៅបែបជាអ្នកក្រុងអញ្ចឹងទៅហើយម្នាក់ស្រីមើលទៅគឺជាសង្សាររបស់នាងមានណាអ្នកទាំងអស់គ្នាប៉ុន្តែឥឡូវហ្នឹងគឺនាងកំពុងតែជិះឡានជាមួយនឹងប្រុសផ្សេងម្នាក់ប្រុសហ្នឹងក៏បានទាសំណងពីនីវ៉ាក៏ប៉ុន្តែនីវ៉ាមិនបានឲ្យនោះទេព្រោះថាគេមិនបានប៉ះជាមួយនឹងឡាននោះទេគ្រាន់តែប៊ីសនឹងប៉ះតើខំប្រឹងស្រែកផងកំហកផងដាក់នីវ៉ាក៏ប៉ុន្តែនីវ៉ាមិនខ្លាចនោះទេចុងក្រោយទៀមទីអីពីនីវ៉ាមិនបានក៏បែកជើងគ្នាទៅនីវ៉ាក៏បានបន្តជិះកង់មកខាងមុខទៀតក៏បានប៉ះគ្នាជាមួយនឹងនាងមានម្ដងទៀតអ្នកទាំងអស់គ្នាគឺថាជិះម៉ូតូលឿនមែនតើមិនដឹងថាប្រញាប់ទៅណានោះទេគ្រាន់តែឃើញនីវ៉ាភ្លាមនាងមានក៏បានចុះពីលើម៉ូតូហើយក៏បាននិយាយឌៀមដាមទៀតហើយអ្នកទាំងអស់គ្នានឹងបានគម្រាមនីវ៉ានឹងថានៅឲ្យឆ្ងាយពីកែប្អូនស្រីរបស់គេទៀតផងកាត់ចុះមកដល់នាងមានដដែលអ្នកទាំងអស់គ្នាឃើញថានៅពេលហ្នឹងគឺគេបានជួបជាមួយនឹងសង្សារស្រីរបស់គេហ្នឹងនៅមាត់ទឹកដដែលម្នាក់ស្រីហ្នឹងដែលជិះឡានជាមួយប្រុសផ្សេងនៅពេលហ្នឹងនាងមានក៏បាននិយាយប្រាប់សង្សាររបស់ខ្លួនថាពុករបស់គេហ្នឹងចង់ឲ្យខ្លួនចូលដណ្ដឹងសង្សារហ្នឹងរៀបការឲ្យលឿនតែម្ដងព្រោះតែពួកគេហ្នឹងគឺបានតាក់ទងគ្នារយៈពេល5ឆ្នាំមកហើយនាងមានក៏មានកម្រងថាថ្ងៃស្អែកហ្នឹងនាំនាងទៅជួបនឹងហូបបាយជុំគ្នាជាមួយនឹងគ្រួសារនៅខាងប្រុសហើយនៅពេលហ្នឹងម្នាក់ស្រីគ្រាន់តែលឺភ្លាមលក្ខណៈថាឆ្លេឆ្លាឆោឡោអញ្ចឹងណាហើយក៏បាននិយាយថាចាំមើលនាងពិភាក្សាគ្នាជាមួយនឹងបងប្រុសរបស់នាងសិនព្រោះតែខ្លួនជាស្រីទៅលេងផ្ទះខាងប្រុសវាមើលទៅដូចជាមិនសមហើយនៅពេលហ្នឹងនាងមានហេតុតែស្រឡាញ់គេពេកណាទាំងអស់គ្នាក៏បានយល់ស្របតាមគំនិតរបស់ម្នាក់ស្រីនឹងទៀតសាច់រឿងភាគទី24ក៏បានស្លេះត្រឹមនេះចង់ដឹងភាពបន្តទៅជាយ៉ាងណាក
កុំភ្លេចចាំតាមដានទាំងអស់គ្នាណា